ថ្ងៃនេះខ្ញុំនឹងបង្ហាញជូនបងប្អូនអំពីរបៀបធ្វើសារជូនពរនៅលើទូរស័ព្ទដៃកន្លងមកបងប្អូនធ្លាប់តែបានដឹងថាការធ្វើសារជូនពរនេះគេធ្វើនៅលើកុំព្យូទ័រតាមរយៈកម្មវិធី Photoshop ជាដើមប៉ុន្តែអត់អីទេបងប្អូនបាទបងប្អូនមើលវីដេអូនេះដល់ចប់បងប្អូនមានទូរស័ព្ទដៃក៏បងប្អូនអាចធ្វើសារជូនពរបានដូចគ្នាជូនពរទៅកាន់ថ្នាក់ដឹកនាំជូនពរទៅកាន់មនុស្សដែលយើងស្រឡាញ់បានផងដែរដូច្នេះបានដើម្បីកុំឲ្យខាតពេលសូមបងប្អូនបាទតាមដានទស្សនានៃការបង្ហាញជូនរបស់ខ្ញុំដូចតទៅបាទអញ្ចឹងបងប្អូនបើចូលទៅកាន់កម្មវិធី Pixel Lab ដែលខ្ញុំនៅតែប្រើកម្មវិធី Pixel Lab នេះដដែលបងប្អូនចូលទៅកាន់កម្មវិធីនឹងហើយវានឹងចេញទម្រង់បែបនេះអញ្ចឹងបងប្អូនបាទសូមឲ្យបងប្អូនមើលមកផ្នែកខាងក្រោមដើម្បីទៅកំណត់ទំហំបាទកំណត់ទំហំសារជូនពររបស់យើងហ្នឹងបងប្អូនចូលលើចំណុចនេះបងប្អូនណាហើយចុចលើវាហើយបងប្អូនយកកន្លែងនេះបាទ image size នេះបងប្អូនអញ្ចឹងខ្ញុំនឹងយកទំហំមួយបាទយកទំហំមួយដែលយើងផុសក្នុង Facebook ទៅវាពេញវាមើលឃើញអត់មានដាច់ទេបងប្អូនអញ្ចឹងខ្ញុំដាក់កន្លែងនេះ1080ហើយដាក់កន្លែងនេះខ្ញុំដាក់1350ហើយខ្ញុំចុច OK បងប្អូនណាបាទអញ្ចឹងទំហំនេះគឺពេលយើងផុសនៅលើ Facebook ទៅវាអត់មានដាច់ទេវាពេញអញ្ចឹងតែម្ដងបងប្អូនអក្សរនេះកុំឲ្យទៅបងប្អូនបាទលុបវាចោលទៅបងប្អូនចុចលើវាហើយបងប្អូនមើលមកផ្នែកខាងលើបងប្អូនឃើញធុងសម្រាមហ្នឹងបងប្អូនចុចលើធុងសម្រាមបន្ទាប់មកបាទចុច OK នៅចំណុចនេះបងប្អូនណាបាទបន្ទាប់មកទៀតបងប្អូនត្រូវដាក់ពណ៌ background ដែលបងប្អូនចង់ធ្វើសារជូនពរឥឡូវពណ៌ background នេះខ្ញុំដូរវាចេញគឺបងប្អូនបើកលែកមើលមកផ្នែកខាងក្រោមបងប្អូនចូលលើចំណុចនេះហើយបងប្អូនបាទចុចលើ color ប្រសិនបើបងប្អូនបើមាន background បាទស្អាតបងប្អូនអាចដាក់បានណាបងប្អូនបាទបន្ទាប់មកទៀតបងប្អូនមើលមកផ្នែកខាងក្រោមនេះបើសិនបងប្អូនយកចំណុចនេះគឺបានន័យថាបងប្អូននឹងចាក់ពណ៌លាយតែបើបងប្អូនយក color នេះគឺមានតែមួយពណ៌ទេបើសិនជាក្រហមដាច់សដាច់តែម្ដងបងប្អូនណាតែបើយើងយកក្រោមនេះវាលាយអញ្ចឹងខ្ញុំយកលាយពណ៌បាទលាយពណ៌វាស្អាតម្យ៉ាងដែរអញ្ចឹងខ្ញុំយកពណ៌មួយនេះបងប្អូនបាទបន្ទាប់មកខ្ញុំចុចសញ្ញា tick បានប៉ុណ្ណឹងជំហានបន្ទាប់បងប្អូនទៅ add សុំមកបាទសុំសងខាងបងប្អូនមើលក្លែកមើលផ្នែកខាងលើនេះហើយចុចសញ្ញាបូកហើយបងប្អូនចុចពាក្យ from gallery បាទសុំនេះបងប្អូនអាច download បានខ្ញុំនឹងដាក់ឲ្យ download បាទនៅក្នុង Telegram នៅខាងក្រោមចំណងជើងបាទចុចលើសុំមួយមកហើយបងប្អូនមើលផ្នែកខាងក្រោមនេះបាទមើលផ្នែកខាងក្រោមនេះបងប្អូនចុចសញ្ញា tick បាទហើយយើងតោងវាមកបងប្អូនបាទតោងវាឲ្យសមស្របទៅអ្វីដែលយើងចង់បានបាទបងប្អូនតោងវាមកឧទាហរណ៍ខ្ញុំយកប៉ុណ្ណឹងដើម្បីចង់ដឹងថាវានៅកណ្ដាលឬអត់បងប្អូនបាទមើលមកផ្នែកខាងក្រោមបងប្អូនចូលលើចំណុចនេះបាទហើយបងប្អូន scroll រកបាទសញ្ញានេះហើយបងប្អូនបើចុចកណ្ដាលមកវានឹងនៅចំណុចកណ្ដាលហើយបងប្អូនណាបាទយើងបានប៉ុណ្ណឹងបងប្អូនចុចសញ្ញា tick មកបងប្អូនបាទបន្តមកទៀតបងប្អូនអាចសរសេរខ្លឹមសារមុនក៏បានទៅ add សុំរូបភាពឬក៏រូបទេវតាមុនក៏បានឥឡូវខ្ញុំទៅ add សុំរូបភាពមុនបងប្អូនក្លែកមើលផ្នែកខាងលើបងប្អូនចុចសញ្ញាបូកបន្ទាប់មកបងប្អូនបាទចុចបាទ from gallery បាទអញ្ចឹងទាំងរូបទាំងសុំខ្ញុំដាក់ឲ្យ download ដូចគ្នាបងប្អូនបាទ link នៅខាងក្រោមចំណងជើងខ្ញុំយកសុំមួយនេះបងប្អូនបាទហើយខ្ញុំចុចសញ្ញា tick ផ្នែកខាងក្រោមនេះបាទសុំយើងបរួមឲ្យតូចតិចមកបងប្អូនណាបាទឧទាហរណ៍ថាប៉ុណ្ណឹងចុះអញ្ចឹងសុំក៏យើងត្រូវដាក់ឲ្យនៅចំណុចកណ្ដាលដែរបងប្អូនមើលផ្នែកខាងក្រោមបងប្អូនចូលលើចំណុចនេះហើយបងប្អូនរកសញ្ញានេះមកបងប្អូន scroll រកសញ្ញានឹងមកចុចលើវាហើយបងប្អូនបាទចុចកន្លែងនេះដើម្បីឲ្យវានៅចំណុចកណ្ដាលឃើញទេហើយបងប្អូនចុចសញ្ញា tick មកបានប៉ុណ្ណឹងជំហានបន្ទាប់ទៀតបងប្អូនមើលផ្នែកខាងលើយើងទៅ add រូបទេវតាវិញម្ដងបងប្អូនចុចសញ្ញាបូកបងប្អូនចុចយកពាក្យ from gallery បាទបងប្អូនយករូបទេវតាបាទហើយចុចសញ្ញា tick មកបងប្អូនណាហើយយើងបង្រួមរូបទេវតាឲ្យតូចបន្តិចមកបងប្អូនបាទឲ្យតូចបន្តិចមកប៉ុណ្ណឹងមិនដែរបងប្អូន
បាទស្រ័យលើបងប្អូនទេជាក់ស្ដែងបងប្អូនធ្វើទៅលើជាក់ស្ដែងលើការងារបងប្អូនបន្តមកទៀតយើងត្រូវការរូបទេវតាមួយអង្គទៀតបាទនៅខាងនេះបងប្អូនណាអញ្ចឹងយើងធ្វើម៉េចអត់ពិបាកទេបងប្អូនគ្រាន់តែចុចលើរូបទេវតារបស់យើងដែលមានហ្នឹងហើយបងប្អូនមើលផ្នែកខាងក្រោមនេះបងប្អូនយកសញ្ញានេះបងប្អូនហើយទៅរកពាក្យថា copy បាទទៅរកពាក្យ copy មកបងនេះ copy បងប្អូនណា copy ទៅយើងនឹងបានរូបមួយអង្គទៀតដែរបាទអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យប្រភពហ្នឹងបែរមុខរកគ្នាអញ្ចឹងបងប្អូនឈរលើរូបទេវតាដែលបងប្អូនចង់ឲ្យបែរមុខរកគ្នាបែរប្រភពរកគ្នាបងប្អូនឈរលើរូបហ្នឹងហើយបងប្អូនមើលមកផ្នែកខាងក្រោមបងប្អូនត្រូវឈរលើចំណុចនេះដដែលហើយបងប្អូនត្រូវរើសយកចំណុចក្របនេះបងប្អូនក្របហ្នឹងបងប្អូនចុចក្របហើយបងប្អូនចុចសញ្ញានេះមកបាទនោះនឹងទទួលបានប្រភពបែរមុខបែរចំគ្នាបងប្អូនណាបាទប៉ុណ្ណឹងយើងបានមួយអង្គទៀតបាទរួចរាល់មួយវគ្គបងប្អូនអញ្ចឹងវគ្គបន្ទាប់យើងធ្វើអីបាទវគ្គបន្ទាប់គឺទៅ copy ខ្លឹមសារបាទខ្លឹមសារនៃសារជូនពររបស់យើងបងប្អូនអាចទៅ copy ក្នុង Telegram ខ្ញុំបានមានខ្លឹមសារ2 3ដែរបងប្អូនឆ្លាញ់មួយណាយកមួយនឹងចុះឥឡូវខ្ញុំចូលទៅកាន់ Telegram បាទចូល Telegram ខ្ញុំហើយខ្ញុំយកខ្លឹមសារមួយសិនឥឡូវខ្ញុំយកខាងលើគេនេះបាទយកអាកដានេះពាក្យខាងលើគេបងប្អូនខ្លឹមសារខាងលើគេគឺចំណុចនេះត្រឹមនេះបងប្អូនណាអញ្ចឹងយើង copy វាយកមកដោយចុចលើវាឲ្យជាប់ហើយបងប្អូន select ត្រឹមនេះបានហើយណាបាទត្រឹមហ្នឹងបានហើយបាទហ្នឹងផ្នែកខាងលើបាទអញ្ចឹងបងប្អូនបាទចូលមកក្នុងកម្មវិធី Pixel Lab យើងវិញបងប្អូនមើលផ្នែកខាងលើហើយបងប្អូនចុចពាក្យថាតិចបាទដើម្បីផាសតិចយើងចូលណាហើយចុចពាក្យតិចនេះមកអូអក្សរមកផ្នែកកណ្ដាលមកយើងចុចលើវា2ដងបងប្អូនដើម្បីកែសម្រួលវាហើយបងប្អូនសកត់លើនឹងឲ្យជាប់ផាសទៅគឺចូលខ្លឹមសារដែលយើងបាន copy ពី Telegram មកហ៎បងប្អូនណាបាទដោយសារវាធំបាទអញ្ចឹងយើងបរួមមានបន្តិចខ្លឹមសារហ្នឹងបងប្អូនគួរតែចុះបន្ទាត់តាមខ្ញុំបាទបងប្អូននេះត្រឹមសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោកហ្នឹងបងប្អូនត្រូវចុះបន្ទាត់មួយបាទតាម3បាច់បាទថែរក្សាបាទអញ្ចឹងដល់កន្លែងប្រសើរនេះចុះបន្ទាត់មួយអញ្ចឹងណាបងប្អូនបាទហើយមកដល់កន្លែងជូនពរនេះបងប្អូនចុះបន្ទាត់មួយដោយស្មោះឲ្យនៅជាប់គ្នាបងប្អូនណាដោយស្មោះឲ្យនៅជាប់គ្នាជូនពរចុះបន្ទាត់មួយមកឲ្យជូនចំពោះបាទអញ្ចឹងយើងបានប៉ុណ្្នឹងឯងបងប្អូនបាទបានប៉ុណ្្នឹងតែអក្សរយើងអត់ទាន់ស្អាតទេវាអត់រត់ចំកដាលហើយអត់មានលេងអក្សរមើលទៅឆ្លាក់ឲ្យស្អាតទេផ្នែកខាងលើយើងគួរតែលេងឲ្យស្អាតអញ្ចឹងបងប្អូនឈរមើលផ្នែកខាងក្រោមនេះបងប្អូនបាទមើលផ្នែកខាងក្រោមបងប្អូនឈរលើអក្សរ A បាទចុចលើអក្សរ A ហើយបងប្អូនបាទ scroll មករកពាក្យនេះដើម្បីដាក់អក្សរយើងឲ្យនៅកដាលនេះរកសញ្ញាហ្នឹងមកបងប្អូនណាចុចលើសញ្ញាហ្នឹងហើយបងប្អូនយកកដាលមកបងប្អូនមើលអក្សរយើងឃើញវារត់ទៅកដាលទេប៉ុន្តែធ្លាក់ត្រឹមប្រសើរឲ្យនៅឡើងលើបងប្អូនអញ្ចឹងបរួមអក្សរតិចទៀតទាញឲ្យនេះទាញឲ្យបានអញ្ចឹងប្រសើរហ្នឹងគឺត្រូវតែនៅចំណុចហ្នឹងបាទយើងបានប៉ុណ្ណឹងហើយបងប្អូននៅចំណុចកណ្ដាលហើយយើងធ្វើអីទៀតបាទទៅលេង style អក្សរបាទអញ្ចឹងបងប្អូនឈរលើអក្សរ A ដដែលបងប្អូនណាឈរលើអក្សរ A ដដែលហើយបងប្អូនយកពាក្យថា font បាទចុចលើ font ហើយបងប្អូនយកពាក្យ my font អញ្ចឹង font ច្រើនណាស់ដែលខ្ញុំដាក់ឲ្យបងប្អូន download អញ្ចឹងបងប្អូនដាក់ font អក្សរមួយណាក៏បានដែរឥឡូវខ្ញុំយកខ្មែរមូលាយបាទហើយខ្ញុំចុចសញ្ញា OK បាទបន្ទាប់មកវាបានអញ្ចឹងវានៅតែធំបងប្អូនបរួមតិចទៀតបងប្អូនណាបាទដល់ណាបងប្អូនមិញមានគីទីមកបាទឥឡូវដល់កន្លែងយើងលេខអក្សរនេះបងប្អូនណាអញ្ចឹងយើងដាក់វាឲ្យបានស្អាតមកបងប្អូនគួរយកទំហំប៉ុណ្ណឹងឬយ៉ាងណាឥឡូវថាប៉ុណ្ណឹងចុះនេះគ្រាន់តែជាឧទាហរណ៍ទេនៅពេលដែលបងប្អូនធ្វើផ្ទាល់ខ្លួនឯងបងប្អូនច្នៃឲ្យបានស្អាតណាបងប្អូនណាបាទបន្តមកទៀតគឺបងប្អូនបាទទៅលេងពណ៌អក្សរបងប្អូនណាលេងពណ៌អក្សរឲ្យបានស្អាតតិចមកអញ្ចឹងបងប្អូនមើលផ្នែកខាងក្រោមបងប្អូនឈរលើអក្សរ A ដដែលហើយបងប្អូនមករកពាក្យថា color បងប្អូនណាបាទនេះ color នេះបងប្អូនអញ្ចឹងអក្សរនេះខ្ញុំដាក់ពណ៌លឿងពណ៌មាសបាទពណ៌មាសបាទ
ហើយខ្ញុំចុចសញ្ញា tick នេះបាទឃើញទេបងប្អូនបានប៉ុណ្ណឹងយើងឈប់សិនខ្ញុំភ្លេចរំលឹកបងប្អូនបន្តិចបាទបងប្អូនពេលធ្វើឲ្យបងប្អូនគួរចាក់សោទាំងរូបទេវតារូបសុំរូប background និងរូបសុំសងខាងនេះបងប្អូនណាអញ្ចឹងដើម្បីចាក់សោបានបងប្អូនបាទឈរកន្លែងនេះបាទមកមើលផ្នែកខាងលើឈរកន្លែងនេះមកចុចលើកន្លែងហ្នឹងមកបងប្អូនចុចរូបសោឲ្យអស់មកបាទចំណុចណាដែលបងប្អូនធ្វើឲ្យបងប្អូនចុចរូបសោមកហេតុអីខ្ញុំឲ្យបងប្អូនចុចរូបសោដើម្បីកុំឲ្យតោងទៅវាប៉ះខុសទីតាំងបងប្អូនណាបាទអញ្ចឹងបងប្អូនចង់ទៅកែសម្រួលបដូរទីតាំងវិញបងប្អូនគ្រាន់តែបើកសោនឹងវិញមកគឺជាការស្រេចហើយបងប្អូនណាអញ្ចឹងយើងចុចកន្លែងនេះមកដើម្បីឲ្យផ្ទាំងនឹងវាលឹបទៅវិញបាទខ្ញុំសូមឲ្យបងប្អូនបាទទៅយកបាទអក្សរខ្លឹមសារជាបន្តទៀតបាទឥឡូវយើងដល់គ្រប់ជូនពរហ្នឹងហើយចំពោះអ្នកណាបងប្អូនបាទអញ្ចឹងចូលទៅTelegram យើងដដែលបាទនេះខុសហើយបងប្អូនណាចូល Telegram យើងដដែលបាទបងប្អូនមិញត្រឹមនេះបាទផ្នែកខាងលើនេះបាទបាទផ្នែកខាងលើនេះបងប្អូនណាឥឡូវយើងមកបន្តកន្លែងនេះបាទចុចកន្លែងហ្នឹង copy មកកណាត់ហ្នឹងមកបងប្អូនបាទចូលទៅ Pixel Lab របស់យើងអញ្ចឹងបងប្អូនបាទបងប្អូនត្រូវចូលទៅសញ្ញាបូកបាទមើលផ្នែកខាងលើនេះសញ្ញាបូកមកហើយបងប្អូនយកពាក្យតិចបាទតិចហើយបងប្អូននេះតិចវាគឺវានៅជ្រុងនេះបងប្អូនចុចលើវាហើយលុបអក្សរនឹងចោលបងប្អូនផាសបាទផាសខ្លឹមសារទី2យើងចូលតាមពិតទៅមិញបើ copy អក្សរកន្លែងនេះយកមកធ្វើវាស្រួលជាងបងប្អូនលឿនជាងតែឥឡូវអត់អីទេយកចំណុចនេះចុះបាទបន្ទាប់មកកន្លែងហ្នឹងយើងក៏ត្រូវដាក់ដូចផ្នែកខាងលើដែរបងប្អូនណាបាទអញ្ចឹងបងប្អូនកន្លែងនេះបងប្អូនដាក់ថាគ្រប់ជូនឯកឧត្តមឈ្មោះអីបងប្អូនណាបើគាត់ជាមានងារជាឯកឧត្តមបងប្អូនដាក់ឯកឧត្តមមកបើគាត់មានងារជាលោកដាក់ជាលោកមកណាអញ្ចឹងយើងទៅបដូរអក្សរដូចមុនបាទបដូរ font អក្សរបងប្អូនយើងចូល font នេះហើយបងប្អូនយក my font បាទហើយបងប្អូនយកខ្មែរ OS នេះមកបាទអញ្ចឹងយើងបានដូចតែមុនដដែលទេបងប្អូនណាបាទដូចមុនដដែលអញ្ចឹងគ្រប់ជូនពរឯកឧត្តមមួយទៀតបងប្អូនបាទយើងគួរតែដាក់វាឲ្យនៅចំណុចកណ្ដាលបងប្អូនណាបាទកុំឲ្យវាដាច់អញ្ចឹងបងប្អូនមើលផ្នែកខាងក្រោមបងប្អូនចូលលើអក្សរ A បងប្អូនមករកពីនេះយកកន្លែងនេះដើម្បីឲ្យអក្សរយើងហ្នឹងគឺវានៅចំណុចកណ្ដាលបាទឲ្យកណ្ដាលអញ្ចឹងណាបងប្អូនឃើញទេបាទយើងបរិចឲ្យធំបន្តិចមកអញ្ចឹងមកបងប្អូនហ្នឹងបងប្អូនបាទគួរតែឆ្នៃខ្លួនឯងបងប្អូនបាទចេះឆ្នៃប្រឌិតខ្លួនឯងតម្រឹមឲ្យបានស្អាតមកបងប្អូនណាមកបានដល់ចំណុចនេះហើយគឺបងប្អូនបាទដូចខ្ញុំបញ្ជាក់ជូនបើសិនជាគាត់ងារជាឯកឧត្តមឥឡូវឧទាហរណ៍ថ្មីនេះឃើញបងប្អូនឃើញនៅលើ Facebook មានការជូនពរច្រើនឯកឧត្តមដាក់ឈ្មោះគាត់មកបាទត្រូវបានព្រះមហាក្សត្របាទត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាត្រាស់បង្គាប់តែងតាំងជាបាទកន្លែងចុចនេះបងប្អូនជាអីបាទជារដ្ឋមន្ត្រីឬក៏ជាទូនទីរបស់គាត់ណាបងប្អូនសម្រាប់នីតិកាលទី7នៃរដ្ឋសភាណាបងប្អូនបាទអញ្ចឹងហ្នឹងអាស្រ័យទៅលើបងប្អូនការជូនពររបស់បងប្អូនទេណាបាទនេះជាទីហោមួយទៀតបងប្អូនទៅដូរពណ៌អក្សរដាក់ពណ៌មាសអញ្ចឹងដែរមកបងប្អូនបាទអញ្ចឹងយើងចុចឈរលើអក្សរ A ដដែលបងប្អូនបាទចុចលើ color ហើយបងប្អូនទៅរក color ពណ៌លឿងឬក៏ពណ៌មាសបងប្អូនណាបាទហ្នឹងអាស្រ័យលើបងប្អូនទេបន្តមកបងប្អូនចុចសញ្ញា tick បងប្អូនមានពេលបងប្អូនអាចឆ្នៃដាក់ស្រមោលដាក់ stroke អីថែមទៀតទៅបងប្អូនណាបាទអញ្ចឹងបានខ្លឹមសារមួយនឹងប៉ុណ្ណឹងទៀតបងប្អូនយើងចូលទៅកាន់Telegram យើងទៀតបងប្អូនបាទចូលទៅ copy បាទអត្ថន័យទី3បាទអត្ថន័យទី3នេះ
បាទអញ្ចឹងយើង copy វាមកហើយយើងចូលក្នុង Pixel Lab អញ្ចឹងលើកនេះបងប្អូន copy អក្សរនេះបាទអញ្ចឹងយើងចុចលើវាហើយបងប្អូនកន្លែងមើលខាងក្រោមបងប្អូនចូលលើអក្សរ A ហើយយកពាក្យ copy មកបាទអញ្ចឹងវានឹងរត់ទៅផ្នែកខាងលើនេះបងប្អូនអូសវាចុះមកវិញហើយយើងមកលុបកន្លែងនឹងចោលហេតុអីបងប្អូនគឺកុំឲ្យយើងពិបាកក្នុងការដាក់ពណ៌ក្នុងការជ្រើសរើស font បន្តទៀតអញ្ចឹងយើងគ្រាន់តែផាសខ្លឹមសារទី3ចូលទៅគឺមានពណ៌មាន font នឹងស្រាប់បងប្អូនណាតែលើកនេះប្រហែលជាត្រូវដូរ font បន្តិចហើយបងប្អូនបាទអញ្ចឹងយើងចុចសញ្ញាចុច OK នឹងមកលើកនេះដូរ font ណាបងប្អូនបាទយើងអត់ដាក់ font នឹងទៀតទេគឺបងប្អូនបាទចូលលើវាហើយមកមើលកន្លែងអក្សរ A នេះបងប្អូន scroll រក font យើងដាក់ font ធម្មតាបានដែរបងប្អូនចុចកន្លែង font នេះហើយ my font ហើយចុចខ្មែរ OS មកបងប្អូនបាទជា font ធម្មតាមកបានដែរអញ្ចឹងអត្ថន័យបន្ទាប់នេះបងប្អូនណាអត្ថន័យបន្ទាប់គឺបាទសូមឯកឧត្តមឬក៏សូមលោកបាទសូមឯកឧត្តមរដ្ឋមន្ត្រីព្រោះគាត់ត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីអញ្ចឹងបងប្អូនដាក់រដ្ឋមន្ត្រីឬក៏បើកន្លែងនេះសូមលោកបាទស្នងការឬក៏អីអញ្ចឹងទៅនឹងលោកជំទាវបើសិនជាគាត់មានប្រពន្ធហើយបងប្អូនដាក់គាត់ផងណាប្រកបដោយកាយពលមមមួនបាទកន្លែងនេះខុសហើយបងប្អូនចាំជួយកែផងមមនឹងខុសហើយសុខភាពល្អបរិបូរណ៍បាទប្រាជ្ញាឆ្លៀសវៃជនមានយុយឺនយូរបាទឈ្នះអស់មានសត្រូវគ្រប់ទិសទីដើម្បីបន្តដឹកនាំលើវិស័យឥឡូវវិស័យអីគាត់ស្ថិតក្នុងវិស័យអីថាឥឡូវថាវិស័យព័ត៌មានបាទដឹកនាំលើវិស័យព័ត៌មានក្នុងបេសកកម្មជាតិដ៏ឧត្តមឧត្តមបាទប៉ុណ្ណឹងមកបងប្អូនណាអញ្ចឹងយើងបានប៉ុណ្ណឹងបងប្អូនបាទ copy កន្លែងហ្នឹងទុកទៀតបងប្អូនចុចលើតម្រងទី3ហ្នឹងហើយបងប្អូនចូលលើអក្សរ A ហើយយកពាក្យ copy ហើយវានឹងរត់ឡើងលើហើយបងប្អូនណាមើលផ្នែកខាងលើនេះអញ្ចឹងយើងតោងវាមកខាងក្រោមមកហើយមកដើម្បីផាសខ្លឹមសារចុងក្រោយរបស់យើងចូលណាអញ្ចឹងយើងចូលទៅកាន់ Telegram បងប្អូនបាទយកខ្លឹមសាររបស់យើងមកខាងក្រោមនេះបាទយកអស់មកបងប្អូន copy ចូលទៅកាន់កម្មវិធី Pixel Lab របស់យើងហើយលុបបាទកន្លែងនេះចោលជំនួសដោយបាទខុសហើយបងប្អូនលឿនពេកដោយសារនីតិ view ដែរបងប្អូនចង់ឲ្យបានលឿនបាទអញ្ចឹងផាសចូលកន្លែងនេះខ្លឹមសារចុងក្រោយយើងមិញហ្នឹងបាទយើងដូចចង្អៀតហ្នឹងបងប្អូនអញ្ចឹងយើងអូសផ្នែកខាងលើទៅលើវិញបងប្អូនចាំអូសសុំហ្នឹងទៅខាងលើវិញណាបងប្អូនដើម្បីអីដើម្បីកុំឲ្យដោយសារខ្លឹមសារយើងវាច្រើនដែរណាអញ្ចឹងយើងអាចបន្ថយfont បាទបន្ថយទំហំ font សុំយើងអូសវាឡើងទៅលើបន្តិចបាទចិត្តនេះហើយបងប្អូនអូខេប៉ុណ្ណឹងមកបងប្អូនបាទអញ្ចឹងខ្លឹមសារនេះខាងក្រោមនេះជាថ្មីម្ដងទៀតសូមឯកឧត្តមនឹងលើកជំទាវព្រមទាំងបុត្រជាទីស្រឡាញ់សូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយណាសូមចូលរួមអបអរសាទរនិងសូមគោរព2បាទ2អ្នកណាបងប្អូននេះយើងដាក់ឈ្មោះយើងមកយើងឈ្មោះអីគេបាទកន្លែងខ្ញុំចុចហ្នឹងណាយើងដាក់ឈ្មោះយើងមកពីខ្ញុំបាទកន្លែងហ្នឹងដាក់ខ្ញុំបាទហើយដាក់ឈ្មោះមកមានតួនាទីជាអីព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នរបស់យើងនឹងនិងមន្ត្រីរាជការក្រមអាវ៉ាតណាបងប្អូនអញ្ចឹងបងប្អូនអាចធ្វើបានទេគឺតែប៉ុណ្ណឹងអូខ្ញុំភ្លេចបងប្អូនឥឡូវយើងមកលើកសុំដាក់ឡើងលើបន្តិចសិនអញ្ចឹងសុំនឹងខ្ញុំចាក់សោឥឡូវខ្ញុំមកបើកសោសុំនឹងវិញបងប្អូនបាទអូសុំនឹងឡើងលើបន្តិចមកបាទព្រោះមកតូចបន្តិចបាទតែអត់ចាក់សោទេអញ្ចឹងបងប្អូនតានេះអូសច្រឡំណាបងប្អូនអត់ចាក់សោគឺបងប្អូននឹងអូសច្រឡំណាឥឡូវខ្ញុំចាក់សោមួយនេះកន្លែងនឹងមួយទៀតចាក់អស់ចំណុចណាដែលយើងអត់ចង់ធ្វើយើងធ្វើលើសុំសិនតែអញ្ចឹងទេតោងមកគឺខុសបាទប៉ុណ្ណឹងបងប្អូនណាសុំនេះយើងទៅដាក់រូបថតអញ្ចឹងយើងយករូបថតមួយមកឧទាហរណ៍ថា
ខ្ញុំចង់ដាក់រូបថតក្នុងសុំហ្នឹងគឺបងប្អូនមកចុចនេះកន្លែងសញ្ញាបូកផ្នែកខាងលើហ្នឹងហើយយកពាក្យ from gallery ណាបងប្អូនទៅរើសរូបមួយមកបាទឥឡូវមានរូបណាបងប្អូនបើមានរូបខ្ញុំបាទឥឡូវជាឧទាហរណ៍បងប្អូនដាក់រូបខ្ញុំវាដូចជាមិនសមណាជាឧទាហរណ៍បងប្អូនអាចចូលទៅដាក់ដោយខ្លួនឯងចុះចំណុចនេះណាបាទអញ្ចឹងគ្រាន់តែប្រាប់បងប្អូនថាឥឡូវយើង add រូបមួយមក add រូបចូលហើយបងប្អូនបាទយកមកដាក់ក្នុងនេះមកបងប្អូនណាបាទយកមកដាក់ក្នុងនឹងមកជាការស្រាច់ទេបងប្អូនបាទមានប៉ុណ្ណឹងបងប្អូនបើមានចម្ងល់ផ្សេងអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំបានហើយបើស្រឡាញ់ពេញចិត្តបាទកុំភ្លេចបាទជួយចុច like និង share ម្នាក់មួយផងបងប្អូនហើយបញ្ជាក់ជូនបងប្អូនបាទទាំងខ្លឹមសារនៃសារជូនពរក៏ដូចជាសុំហ្នឹងបងប្អូនអាចចូលទៅ download នៅក្នុង link ខាងក្រោម link Telegram ដែលខ្ញុំនឹងដាក់ខាងក្រោមចំណងជើងអរគុណយើងនឹងជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទ